Hello បងលោកស្រីទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាថ្ងៃដំបូងដើម្បីមកស្វែងយល់អំពី interface របស់កម្មវិធី Normal-Scope ហើយបើសិនណាជាបងឬក៏លោកស្រីទាំងអស់គ្នាគឺជា new user គឺខ្ញុំនឹងធ្វើការណែនាំធ្វើការបង្ហាញអំពី tool ទាំង5របស់ Normal-Scope ពីព្រោះវាសំខាន់ណាស់ដែលយើងត្រូវយល់អំពីវាហើយក្នុងនោះដែរក៏ខ្ញុំនឹងបង្ហាញអំពី tool clay ដើម្បីថាតើ tool clay ហ្នឹងមានតួនាទីធ្វើអ្វីអញ្ចឹងឥឡូវនេះតោះយើងចាប់ផ្ដើមជាមួយគ្នាអញ្ចឹងនៅពេលដែលយើងបើក interface បើក Normal-Scope មកគឺ interface របស់វាជារូបរាងរបៀបនេះនៅផ្នែកខាងស្ដាំបើសិនណាជាយើងមើលខាងនេះនៅផ្នែកខាងស្ដាំនេះគឺជា tool ឬក៏ជាពលាកដែលយើងសម្រាប់ឆ្លាក់យើងកាត់យើងសម្រាប់យើងមូនៅក្នុងការដែលយើងឆ្លាក់ដីរបស់យើងណាប៉ុន្តែនៅក្នុងពេលនេះយើងមកធ្វើការនៅក្នុងកម្មវិធី Normal-Scope នេះគឺយើងប្រើប្រាស់ tool ទាំងអស់នេះមាន brush មាន drag មាន move មាន smooth មាន paint មាន flatten ហើយមាន planner crease អីអស់នេះគឺយើងវាមានតួនាទីរបស់វារៀងខ្លួនហើយយើងអាចគូវាយើងអាចឆ្លាក់ទៅលើវាបានឧទាហរណ៍ថាបើសិនយើងคลิกទៅលើ clay ណា tool clay នេះមួយគឺយើងអាចឃើញហើយនៅពេលយើងយកមកយើងយកថ្មដៃរបស់យើងមក point ពីលើវាយើងឃើញរង្វង់មូលក្រហមដែលជាការកន្លែងកំណត់ថាតើរូបភាពរបស់យើងនឹងធ្វើការនៅកន្លែងណាហើយយើងឃើញមានចំណុចក្រហម2ចំណុចក្រហម2មានន័យថាវាធ្វើពីកន្លែងឆ្វេងផងស្ដាំផងវាកើតឡើងនៅពេលណាគឺដែលហេតុតែថាយើងមានប្រើប្រាស់ symmetry របស់យើងកន្លែងនេះបើសិនណាជាវា enable មានន័យថាវា symmetry របស់យើង disable វាមានន័យថាយើងគូតែមួយទេឃើញទេរង្វង់ពូរបស់យើងឃើញមានតែមួយទេណានៅក្នុងហ្នឹងចឹងបើសិនឲ្យយើងចង់នេះយើងធ្វើទៅឃើញ port មិនចឹងណាស្អីយើងឃើញ port អញ្ចឹងបើសិនឲ្យយើងមានរបស់នេះណាយើងធ្វើមកឃើញ port ដល់ចុះយើងចង់ប៉ោងឲ្យវិញយើងមើលយើងចង់ប៉ោងឲ្យវិញយើងអាចប្រើប៉ោងយើងប្រើ sub មាន negative មាន positive របស់វានៅក្នុងហ្នឹងណាយើងអាចមើលទៅយើងអាចធ្វើចឹងបានអូខេប៉ុន្តែយើងគាត់តែយល់ថា tool នៅខាងផ្នែកខាងស្ដាំទាំងអស់នេះគឺជាឧបករណ៍គឺជា tool សម្រាប់ឆ្លាក់ណាវាមានកាត់មានរបៀបកោសរបៀបអីរបៀបលុញអីហ្នឹងធ្វើទាំងអស់នៅក្នុងហ្នឹងប៉ុន្តែធម្មតាឧបករណ៍ដើម្បីឆ្លាក់វាមានធំមានទូចអញ្ចឹងយើងអាចធ្វើការប្រែប្រួលវាមាន cost វាមាន property របស់វាដែលយើងអាចដំធំទូចអីយ៉ាងម៉េចទៀតទៅអញ្ចឹងយើងដឹងហើយថា tool នៅខាងស្ដាំហ្នឹងគឺជាឧបករណ៍សម្រាប់យើងឆ្លាក់ដល់ឡែកយើងមើលផ្នែកខាងលើគឺយើងមាន tool 2មាន tool ខាងស្ដាំហើយនឹង tool ខាងឆ្វេងណាខាងស្ដាំហើយនៅខាងឆ្វេង tool ផ្នែកខាងស្ដាំនៅ top ខាងលើហ្នឹងគឺខាងស្ដាំគឺជាsetting property setting របស់ tool របស់យើងប្រើប្រាស់នេះឧទាហរណ៍ថាបើសិនឲ្យយើងคลิกទៅលើ clay នេះវាចេះវាហ្នឹងយើងចុចលើ brush នេះវាចេញ move ចេញវាផ្លាស់ប្ដូរវាប្រែប្រួលទៅតាម setting របស់វាតោះណាកន្លែងហ្នឹងណាហើយសម្រាប់ tool នៅខាងផ្នែកខាងឆ្វេងខាងនេះគឺជា setting របស់ project របស់យើងគឺយើងអាចធ្វើអីគេគឺយើងអាច save យើងអាច open យើងអាច add object របស់យើងទៅ scene យើងអាច delete object របស់យើងអាច import យើងអាច export អីវាបាននៅក្នុងហ្នឹងណាយើងក៏ up and down ទៅហើយ project របស់យើងហើយក្នុងហ្នឹងដែរក៏វាមាន property វាមាន setting របស់វានៅក្នុង object របស់យើងនេះណា setting នេះ object របស់យើងនេះចាត់ច្រឡំគ្នាណានេះគឺជា setting របស់ object ឬក៏ project របស់យើងដល់ like tool ខាងស្ដាំគឺជា setting របស់ tool របស់យើងខាងនេះយ៉ាងតន់គ្នាណាដល់ like មួយទៀតនោះ tool ខាងឆ្វេងដែលយើងមើលទីនេះ tool ខាងឆ្វេងហ្នឹងក៏វាសម្រាប់យើង customize របស់វាណាគឺមាន customize ទៅលើ tool ដែលយើងប្រើប្រាស់ឧទាហរណ៍ថាយើងคลิกទៅលើ clay ណាបើសិនតែយើងคลิก clay យើងគូវាណាខ្ញុំគូតែមួយបានទេកុំឲ្យដល់2នេះយើងคลิกមកវាប៉ោងឃើញវាប៉ោងឡើងអញ្ចឹងណាហើយបើសិនយើងចង់វាធំយើង radius របស់វាពង្រីកមកណាពេលហ្នឹងឃើញធំយ៉ាងដែរណាឃើញធំទេប៉ុន្តែបើយើងចង់ថាកុំឲ្យវាក្រាស់ច្បាស់ពេកយើងបន្ថយ intensity វាទៅណា intensity ហ្នឹងវាអាចយើងចង់ឲ្យខ្លាំងណាយើងទៅណាយើងតឡើងវាទៅ
បន្តមកទៀតក្នុងវាមាន smooth មានអីចឹងយើងអាច smooth នៅពេលដែលយើងធ្វើទៅវារៀងគ្រើមអីចឹងទៅយើងអាច smooth វានៅក្នុងហ្នឹងណាយើងមាន mask មាន high gizmo នេះសំខាន់ដែរណាឧទាហរណ៍ថាខ្ញុំនៅក្នុងនេះមាន gizmo នៅពេលយើងคลิกទៅលើ gizmo ហ្នឹងគឺវាមានតួនាទីក្នុងការ move object របស់យើងទៅឆ្វេងទៅស្ដាំពង្រីកពង្រួម scale វាបានណាឧទាហរណ៍ថាឥឡូវយើងមើលយើងដាក់ចំពីមុខខ្ញុំអត់បានបង្ហាញយើងក៏លេខមើលខាងនេះយើងមើលរង្វង់មូលនេះណាវាមានពាក្យថា front នៅយើងคลิกទៅលើវា back តែម្ដងមានពីមុខមានក្រោយបើសិនណាយើងคลิกបេតងខាងលើនេះយើងទាញវាតិចមកបេតង top យើងរុញទៅវាក៏បានតែបើយើងคลิกចំពីលើវាតែម្ដងទៅ bottom តែម្ដងយើងគិតមកតិចមកតែក្នុងហ្នឹងយើងមកឆ្វេងស្ដាំហ៎យើងคลิก right មក left នេះតាមចិត្តយើងចង់ធ្វើការងាររបស់យើងធម្មតា object របស់យើងវាមានមុខមានក្រោយមានឆ្វេងមានស្ដាំចឹងនៅក្នុងនេះយើងក៏មើលនៅក្នុងកន្លែងក្បាលព្រួយនេះវិញនៅក្នុងក្បាលព្រួយនេះយើងមើលពណ៌នេះយើងមាន XYZ នៅក្នុងហ្នឹងណាអូខេបើប៉ុន្តែយើងចំណាំពណ៌យើងមើលទូនាទីពេលខ្លះយើងឆ្លាក់យើងលែងគិតទៀតដែលយើងចំណាំពណ៌វាប៉ុន្តែបើយើងคลิกទៅលើអាម៉ូតមួយនេះមានន័យថាវាពង្រីករបស់យើងណាមានឆ្វេងមានស្ដាំអញ្ចឹងណាអានេះចឹងដែរវាទៅមុខថយក្រោយអញ្ចឹងតែយើងពង្រីក scale របស់យើងហើយបើសិនតែយើងចង់ពង្រីក scale ទាំងមូលអញ្ចឹងយើងអាចធ្វើអីគេយើងអាចคลิกលើវាឬមួយក៏យើងចុចលើពណ៌លឿងនេះយើងអាចពង្រីកវាបានចេះទាំងអស់គេនេះពង្រីកទៅធំនេះទួយអញ្ចឹងទៅអញ្ចឹងមានតួនាទីប៉ុណ្ណឹងប៉ុន្តែនៅក្នុងនេះទៀតយើងឃើញពណ៌យើងមានការបង្វិលណាយើងឃើញពណ៌ក្រហមពណ៌ blue បើយើងคลิกពណ៌ blue នេះមកយើងបង្វិលបានហើយពណ៌ក្រហមរបស់យើងនេះយើងអាចបង្វិលវាបានណាយើងនៅក្នុងហ្នឹងគឺយើងអាចបង្វិលបានប៉ុន្តែយើងអាចប្រើម្រាមដៃរបស់យើងដែរពេលខ្លះទៅយើងអត់ចាំបាច់ទៅបង្វិលហ្នឹងទេម្រាមដៃរបស់យើងហ្នឹងយើងអស់ពីលើវាទៅបង្វិលឆ្វេងស្ដាំអីទៅវាជាការងាយហើយលឿនទៀតណាដៃឆ្វេងយើងធ្វើការងារដៃស្ដាំរបស់យើងអាចជួយដៃឆ្វេងរបស់យើងពង្រីកពង្រួមទៅហើយដៃស្ដាំរបស់យើងអាចឆ្លាក់វាពង្រីកឆ្លាក់រូបមួយវិញទៀតនៅខាងក្រោមយើងឃើញ toolbar នៅខាងក្រោមណាខ្ញុំមិញនិយាយប្រាប់ថាបង្ហាញអំពី toolbar ទាំង5អញ្ចឹង4បាទបង្ហាញហើយដោយឡែក tool ខាងក្រោមខាងឆ្វេងនេះគឺជា shortcut ហ្នឹងគឺតាក់ទងអាហ្នឹងដូចនៅក្នុង Windows របស់យើងដែរបើសិនណាជាយើង save file save អីទៅយើង save យើងដាក់បង្កើតជា shortcut ដាក់លើ desktop យើងទៅអញ្ចឹងយើងងាយស្រួលក្នុងការរកអត់ចាំបាច់ទៅរកទៅណា my document ចូល folder ណាច្រើនទេពេលខ្លះទៅឯកសារមួយចំនួនដែលយើងត្រូវការប្រើប្រាស់រាល់ថ្ងៃយើងអាចបង្កើត shortcut នៅលើ desktop Windows របស់យើង computer របស់យើងហើយនៅក្នុង Nomad នេះក៏ចឹងដែរគឺយើងមានបង្កើត shortcut បានដែរហើយ shortcut ហ្នឹងយើងអាចដោះដូរវាបានដោយមាននៅក្នុង property យើងមើលនៅខាងលើខាងស្ដាំជ្រុងខាងស្ដាំយើងឃើញកន្លែងនេះមួយនេះខាងនេះណាយើងគ្នាคลิกទៅលើវាទៅពេលនោះយើងឃើញពាក្យថា interface ណាយើងអាច scroll មកក្រោមចេះមក interface មាន interface របស់យើងទាំងអស់ហ្នឹងហើយយើងអាច customize វាបានប៉ុន្តែនៅក្នុងកន្លែងនេះគឺយើងអាចនិយាយគេនៅក្នុងនេះមាន interface របស់យើងនេះយើងទៅមើលពាក្យគេទៀតថា shortcut ឃើញទេនេះយើងមើលនេះបាក់ undo redo solo x-ray អីណាយើងដោះវាមកប៉ុន្តែបើយើងជាទូទៅខ្ញុំមិនដោះវាទេពីព្រោះហ្នឹងវា useful ណាសម្រាប់ប្រើប្រាស់ងាយស្រួលអត់ចាំបាច់ទៅរកណាច្រើនទៀតទេយើងចង់បន្ថែមគេទៀតបានយើងប្រើ outline បានណាបន្ថែមមកតាមចិត្តដែលយើងចង់បានទេហើយហ្នឹង shortcut របស់យើងគឺធ្វើប៉ុណ្ណឹងហើយមួយវិញទៀតតកតងជាមួយនឹង interface របស់យើងអាច customize បានឧទាហរណ៍ថាពណ៌អីរបស់យើងនឹងពណ៌បៃតងនេះពណ៌បៃតងពណ៌ទ្រូចេកអីចឹងណានៅក្នុងហ្នឹងតកតងនឹងយើងអាចប្រើប្រាស់បាននេះយើងคลิกទៅលើ shortcut មកនេះ preset របស់យើងគេមានចឹងយើងអាចប្រើគេអក្សរពណ៌ក្រហមពណ៌អីហ្នឹង nomad របស់យើង blue លឿងបៃតងខៀវខ្មៅសនេះតាមចិត្តដែលយើងចង់បានទេប៉ុន្តែជាទូទៅខ្ញុំចូលចិត្តពណ៌នេះរៀងស្រួលផ្នែកមើលអីចឹងទៅអ្នកណាចង់បានអីចង់មើលរបៀបម៉េចតាមចិត្តដែលខ្លួនចង់បានយ៉ាងម៉េចចឹង customize ខ្លួនឯងទៅហើយបើមិន customize ក៏វាមិនជាអីដែរអត់ចោតជាបញ្ហាទេហើយអ្វីដែលមានសារៈសំខាន់ដែរដែលខ្ញុំចង់បង្ហាញតទៅនឹង panel របស់យើងណានៅក្នុង panel របស់យើងវាមានធំមានទូចអញ្ចឹងទៅឬមួយទៀតឧទាហរណ៍ថាឥឡូវរូបរបស់យើងធំអញ្ចឹងដល់ពេល panel របស់យើងវាបាំងឃើញទេនៅពេលដាក់ជើងមកយើងคลิกមកអា panel របស់យើងនឹងវាបាំងឃើញទេបាំងរូបរបស់យើងខាងក្រោមហ្នឹងអញ្ចឹងដើម្បីកែប្រែវា
ដើម្បីយើងចង់មើលឃើញថាទម្រង់ object របស់យើងខាងក្រោមនោះវាមើលឃើញអញ្ចឹងតើយើង make នេះឲ្យវា transparent ឲ្យ panel ហ្នឹងវា transparent អញ្ចឹងយើងអស់មកក្រោមតិចមកយើងឃើញនេះ transparent panel យើងคลิกទៅលើវាទៅពេលនោះយើងឃើញណាយើងឃើញ object របស់យើងនេះខាងក្រោមហ្នឹងអញ្ចឹងទៅយើងអាច click ទៅវាបានណាយើងអាចឲ្យវា transparent អញ្ចឹងទៅប៉ុន្តែខ្ញុំជាទូទៅខ្ញុំមិនសូវជាប្រើវាដែរពេលខ្លះទៅរៀងព្រាលភ្នែកដល់ឡែកសម្រាប់អ្នកណាភ្នែកគ្រាន់បើភ្នែកអ្នកណាច្បាស់អីចឹងទៅយើង scroll មកក្រោមតិចមកគឺយើងអាចពង្រីកបង្រួម panel របស់យើងនេះពេលខ្លះ panel ហ្នឹងវាធំពេកណាអក្សរហ្នឹងធំពេកទូចពេកអីយើងអាចប្រើបាននេះគឺយើងឃើញកន្លែង overall scale នេះណាយើងអាចពង្រីក panel ធំមកតិចមកប៉ុន្តែអ្នកខ្លះភ្នែកគេបកែគេពង្រីកទូដើម្បីអានអីគេបាន area របស់គេខាងក្រោមហ្នឹងគេធ្វើការងារបានច្រើនណាក្នុងហ្នឹងប៉ុន្តែយើងគិតថាយើងរួចមកវិញក៏បានបន្តមកទៀតថាអត់ទេចង់ reset ទៅវិញមកឲ្យ default របស់វាអញ្ចឹងតើតើនឹង panel របស់យើងនឹងចង់ពង្រីកពង្រួមអីតាមចិត្តដែលយើងចង់បានដែរ default របស់វិញមកណានៅក្នុង vertical អីចឹងទៅយើងអាចជ្រុញ customize បានអញ្ចឹងនៅក្នុងនេះគឺខ្ញុំបង្ហាញប៉ុណ្ណឹងសម្រាប់ interface ដែលយើងស្វែងយល់វានៅក្នុង Nomad អរគុណជួបគ្នានៅម៉ោងក្រោយទៀតណានៅក្នុងហ្នឹងអញ្ចឹងអាច follow page របស់ខ្ញុំឬក៏ទៅមើលក្នុង YouTube ថ្ងៃក្រោយទៀតទៅខ្ញុំនឹងដាក់ចូលទៅរៀងរាល់សប្តាហ៍គ្រប់មេរៀនខ្ញុំដាក់ចូលទៅក្នុង YouTube ហើយក៏ខ្ញុំដាក់ចូលទៅក្នុង Facebook ដែរអញ្ចឹងសង្ឃឹមថានឹងរៀនជាមួយគ្នាទាំងអស់គ្នាបាទអរគុណច្រើន